បងប្អូននៅកូរ៉េចង់មកលេងអ៊ឿនហេងណាមកខេបងប្អូនចាំពាក់កណ្ដាលខែ11ខ្ញុំទៅនេះថ្ងៃទី10ខែ11អត់ទាន់ប្រែពណ៌ស្អាតទេប្រែដល់កន្លែងហើយបងប្អូនទស្សនាកុំភ្លេចជួយ Subscribe Channel YouTube ខ្ញុំម្នាក់មួយផងនៅលើអេក្រង់នឹងស្រេចបងប្អូនឲ្យខ្ញុំដាក់លើអេក្រង់ចូលទៅក្នុង YouTube ទៅ search ទៅឃើញហើយវីដេអូនៅច្រើនមែនទែនខ្ញុំផុសក្នុង YouTube កុំភ្លេចជួយ Subscribe Channel YouTube ហើយនឹងជួយ Like Page ម្នាក់មួយផងបងប្អូននៅអ៊ឿនហេងណាមកខេបើចង់ទៅថតស្អាតតចុងខែ11បានស្អាតកន្លែងនេះខ្ញុំថតដោយសារតែវាប្រែពណ៌តែម្ដុំនេះអញពណ៌ស្អាតបើចង់ឲ្យស្អាតទាំងអស់ត្មងតចុងខែ11ឬពាក់កណ្ដាលខែ11ទៅថតរូបដឹងតែស្អាតត្មងបងប្អូនហើយទេសភាពនៅកូរ៉េខែនេះគឺស្អាតណាស់បងប្អូនអើយខ្យល់ធ្លាក់ពីជើងដូចខែកដឹកចឹងហើយតិចរៀងតិចជាងពីអាយរៀងក្រាស់មកដឹងតែស្អាតហ្មងហើយទេសភាពវិញនិយាយវាថាញាក់សាច់ហ្មងបងប្អូនមើលទៅក្នុងវីដេអូនេះដឹងស្រាប់ហើយស្អាតណាស់លឹកឈើនេះប្រែពណ៌កន្លែងនេះមានតែមួយប្រភេទនេះផងមកតាមប្រភេទដើមនេះផងបើនៅតំបន់ផ្សេងមានអាដើមពណ៌ក្រហមមួយទៀតក៏ស្អាតដែរហើយនឹងដើមមួយទៀតសាឡូនហ្នឹងក៏ស្អាតដែរអានេះមានតែមួយប្រភេទទេដើមនេះវាមានច្រើនប្រភេទដូចនៅណាមីសងវិញស្អាតណាស់បងប្អូនអើយនេះហើយមើលដើមឈើគេដាំកន្លែងនេះគ្រាន់តែដើមឈើគេដាំធម្មតាណាកូរ៉េគឺបកកែខ្ញុំទៅស្អាតកូរ៉េគឺបកកែកែច្នៃណាស់ជនជាតិនេះបកកែណាស់ខាងកែច្នៃនឹងហើយសម្បូរណាស់តំបន់ទេសចរគឺគេកែច្នៃហ្មងស្រស់គ្នាណាកូរ៉េគេកែច្នៃទៅឲ្យប្រជាជនគេហាត់ប្រាណរៀងរាល់ចុងសប្តាហ៍កន្លែងនេះកន្លែងគេដើរមើលទេសភាពទៅនេះសម្រាប់ពីការងារសៅរ៍អាទិត្យចឹងទៅគេមកដើរលំហែកាយហាត់ប្រាណផងអ្នកខ្លះគេក្រាកទេដេកក្រោមដើមឈើចឹងហ្មងដេកក្រោមដើមឈើមើលគេមើលឯងចឹងហ្មងដេកចឹងហ្មងហើយកន្លែងនេះអត់មានឡានបើកទេកង់ក៏មិនឲ្យជិះដែរកង់គេមានផ្លូវកង់នៅផ្នែកខាងក្រៅមួយទៀតហើយកន្លែងនេះក៏ឧស្សាហ៍ប្រគំតន្ត្រីអីលេងសៀកលេងអីចឹងណាខែរដូវស្លឹកឈើជ្រុះនេះណាតែអាទិត្យដែលខ្ញុំទៅនេះគឺគេអត់មានប្រគំតន្ត្រីទេត្រង់អាទិត្យក្រោយមួយទៀតពាក់កណ្ដាលខែ10គេនឹងពាក់កណ្ដាលខែ11គេនឹងប្រគំតន្ត្រីមានលេងសៀកមានសម្ដែងក្បួនក្បែងអីពាក់សម្លៀកបំពាក់បុរាណចឹងណាបងប្អូនទៅចុងខែ10ចុងខែ11ដឹងត្រូវមកបងប្អូនទស្សនាវីដេអូកុំភ្លេចជួយ follow page និងជួយ share ម្នាក់មួយផងដើម្បីទទួលបានវីដេអូក្រោយទៀតខ្ញុំនិយាយតែតិចចង់សក់កអត់ទេបងប្អូនហើយមើលដើមឈើវានៅខៀវអញ្ចឹងបើយើងមកទៅកុំឲ្យខកជើងចាំចុងខែ11ឬក៏ពាក់កណ្ដាលខែ11មកដឹងតែត្រូវហ្មងដឹងតែស្អាតហ្មងទៅនេះចុងខែ10ចុងខែ11ខ្លាចតែភ្លៀងទេបើសិនបើអត់ភ្លៀងវិញដល់ចុងខែ11រឹតតែស្អាតខ្លាំងហ្មងកន្លែងនេះវាពេលទុំមកវាធ្លាក់នៅខាងក្រោមខ្លះមកថតរូបទៅឃើញស្អាតតែម្ដងកុំភ្លេចចុងខែ11ខ្ញុំនឹងទៅម្ដងទៀតពួកអីនៅចិត្តផ្ទះហ្នឹងជិះឡានទៅផ្សារកាត់រងថ្ងៃតែមិនតែចូលទេចូលតែខែរដូវស្លឹកឈើជ្រុះនេះបានចូលថតលេងអញ្ចឹងណាបងប្អូនហើយមើលនេះមើលវានៅខៀវល្មើអញ្ចឹងហើយនៅមាត់ទឹកបងប្អូនពេលអាយរៀងក្រាស់តិចមកវាត្រជាក់ដែរនេះកន្លែងនេះប្រែពណ៌ខ្លះហើយប្រែដល់កន្លែងនេះប្រែប្រហែលខាងក្រោយខ្នងខ្ញុំហ្នឹងគឺស្អាតហើយលឿងទុំប៉ុណ្ណឹងថតរូបមកប៉ុណ្ណាក៏ស្អាតដែរហើយតែប្រែដល់លក្ខណៈលឿងទុំប៉ុណ្ណឹងហើយបងប្អូនទៅពាក់កណ្ដាលខែ11ចុងខែ11ដល់លឿងទុំប្រហែលហ្នឹងហើយស្អាតហ្មងបងប្អូននៅកូរ៉េជិះរថភ្លើងមកងាយស្រួលរយចុះនៅចំណតអ៊ុនយ៉ាងអ៊ុនឆុនយ៉កមកជិះតាក់ស៊ីពីចំណតរថភ្លើងមកប្រហែលជា7-8000ប៉ុណ្ណាជិះឡានក្រុងក៏បានដែរបងប្អូនជិះឡានក្រុងពីមុខស្ថានីយ៍រថភ្លើងមកជិះលេខ500លេខ600មកចុះមកដល់ហើយដើរបន្តិចមកដល់មុំជិះតឡានក្រុងឆ្លងស្ពានមកឃើញហ្មងនេះឃើញខាងក្រៅក្នុងខ្ញុំពណ៌ស្អាតមែនទែនហ្មងពណ៌លឿងទុំស្អាតណាស់ប៉ុណ្ណឹងល្មមស្អាតល្មមអូយនិយាយតែតិចចង់សក់កហើយរៀងតិចដែរបងប្អូនកុំភ្លេចពីអាយរៀងក្រាស់តិចមកចូលដល់ខែចុងខែ11រៀងតិចតិចហើយពីអាវពី3ជាន់មកខ្ញុំពាក់អាវបណ្ដេះផងចង់តិចទំរំទៅដល់ខែ10មកចុងខែ11ទៀតរឹតតិចជាងនេះទៀតហើយចុងខែ11ហ្នឹងគេបើគាត់ជាមានប្រគំតន្ត្រីហើយនឹងសម្ដែងសៀក
ហើយនឹងសំដែងអីរបាំអីបុរាណរបស់កូរ៉េគេហ្នឹងកូរ៉េនឹងស្អីចិត្តទៀតដល់ម៉ោងទៅផ្ទះវិញបងប្អូនថតចែកជូនបងប្អូនទស្សនាហើយកុំភ្លេចជួយ Subscribe Channel YouTube ខ្ញុំម្នាក់មួយផងខ្ញុំដាក់នៅលើអេក្រង់ការពីដើមវីដេអូហ្នឹងបងប្អូនឈ្មោះនៅលើហ្នឹង page ចូលលើហ្នឹងដែរបងប្អូនកុំភ្លេចណាជួយ follow page និងជួយ Subscribe Channel YouTube ម្នាក់មួយផងអរគុណបងប្អូនសម្រាប់ការទស្សនាវីដេអូកុំភ្លេចជួបគ្នានៅវីដេអូក្រោយទៀតខ្ញុំនឹងព្យាយាមថតទេសភាពចែកជូនបងប្អូនទស្សនាថាតើស្រុកគេនេះគេរីចម្រើនដល់ណាហើយការរៀបចំទុកដាក់ប្រទេសគេកែលម្អទំមិចហ្នឹងបែបណាការរៀបចំប្រទេសធ្វើសួនធ្វើអីកន្លែងនេះសួនល្បីណាតំបន់នេះគឺល្បីជាងគេគឺកន្លែងនេះឯងឲ្យតែរដូវស្លឹកឈើជ្រុះមកមនុស្សសម្រុកមកនេះដោយសារតែវាអត់ទាន់ប្រែស្រស់ទេដោយសារអត់សូវមានមនុស្សបើសិនជាវាប្រែលឿងទុំស្រស់វិញមនុស្សមកណែនណាសេរី3នាក់ហ្នឹងហើយតាយាយក៏អត់នៅផ្ទះដែរដើរមើលគេអីដែរចាស់ហើយកេរេនេះគឺដល់ពេលដែលខ្ញុំទៅផ្ទះវិញបងប្អូនអរគុណសម្រាប់ការទស្សនាវីដេអូកុំភ្លេចជួយ Subscribe Channel YouTube និង Share ម្នាក់មួយផងនោះប្រែពណ៌ល្មមដល់ទឹកក្រោយស្អាតទ្វេដងស្អាតមកទំហឹងហ្មងបងប្អូនបាយជួបគ្នានៅវីដេអូក្រោយបាយជម្រាបលា